សម្រាប់ថាកូនចង់រស់នៅជនបទមួយរយៈសិនដើម្បីកាត់ការ stress ពីការងារតាកូនមានមិត្តភក្តិនៅជនបទអ្នកណាគេរស់នៅមួយកូនស្រីរបស់គេហើយទៅរស់នៅមួយគេសិនណាចាំប្រាប់គេឲ្យទៅថ្ងៃហ្នឹងទៅញ៉ាំទោះបីកូនចង់ទៅក៏កូនមិនទៅឥឡូវដែរលោកប៉ាជួយកូនផងញ៉ាំចង់ឲ្យកូនទៅឥឡូវតែយើងឆ្លើយបានទីឯងថាឯងចង់ទៅដល់ពេលណាមកឯងទៅឯងអត់ទៅយីយើងដឹងទេមកឯងកើតយើងជួយបានទេនេះគឺជាសាមីមានរស់នៅជាមួយម្ដាយមានអ្នកស្រីលីសានៅជនបទក្នុងក្តីស្រមៃតើខ្ញុំគួរតែធ្វើយ៉ាងកូនរបស់អ្នកគេមករស់នៅផ្ទះរបស់យើងណាកូនជួយទៅគ្នាផងគ្នាមកចិត្តហើយពេលមួយថ្ងៃស៊ីមកចិត្តហើយសម្រាប់ប្រាប់កូនឯងឲ្យទៅយកកខេគឺល្អណាកូនបើគេមកអីស្រឡាញ់កូនណាអត់កើតទៅកូនណាកូនអត់ទៅទេអីចង់កូនទៅយកគាត់ពេលគាត់មកចិត្តហើយសូមប្រាប់កូនមកសូមកូនទៅយកគ្នាណាកូនទៅដែរចាំប្រាប់កូនអញទៅយកចាំផ្លែរអញឲ្យកូនអញទៅយកទៅតែកូនមកពីស្លាញ់គ្នាក៏ល្អដែរមួយដែរស៊ីមកដែរកូនជួយទៅយកបងទៅយកកូនបងមកដែរយូរវិញមើលទៅដឹងស្អីទៅភ្ញៀវណាក៏ដូចភ្ញៀវណាណាអញទៅយកហត់អត់តែភ្ញៀវណាដឹងតែឯងទៅយកហត់តែម្ដងទទួលហត់ចិត្តខាងចង់ទៅហត់ដាក់3ជើងកដាលមុខគេអានចាំយកតែណាឯងឈ្មោះដាំស៊ីហ៎ទៅពីណាឈ្មោះដាំស៊ីខ្ញុំមកយកដាំស៊ីហ៎យូរអ្នកមកយកខ្ញុំមែនឡូវខ្ញុំក្តៅតោះយើងទៅទីហលឿនហើយខ្ញុំហត់ต้องហត់ស្អីទេឯងជិះកង់ស្តាក់សើនេះហត់ចង់ជាងប្រវែងទៀតហ៎ខ្ញុំនៅចិត្តនឹងដែរហើយបើអត់ភារកិច្ចហើយខ្ញុំទៅហើយចាំមានទីគេទៅដើរលេងហើយខ្ញុំចង់ដើរលេងចិត្តនឹងដែរទៅខ្ញុំទៅមកចង់គ្មានពេលចំណាយជួយយើងដើរលេងទេដើរជួនទៅនឹងទៅបើថាដើរចិត្តទៅធ្វើការនិយាយហើយកូននេះនៅមកកថាខ្ញុំទៅទីណាមកចាំមានណោក៏បានជីកង់ទៅជិះណាស់ទេណាមិនទៅដល់លើភ្នំទេ